បាទជំរាបសួរអ្នកទាំងអស់គ្នានិងជំរាបសួរអ្នកគ្រូកុសមាដែលជា lecture ក្នុងការបង្រៀន course entrepreneurship នេះដែរអញ្ចឹងអូខេកុំឲ្យខាតពេលយូរខ្ញុំនឹងចាប់ផ្ដើម page តែម្ដងអូខេអញ្ចឹងពីបន្តមកគឺ page នេះគឺ unlocking the opportunities for people with disabilities អូខេអញ្ចឹងកន្លែងនេះគឺនិយាយពីឈ្មោះ project របស់យើងហើយអូខេអញ្ចឹងបន្តមកទៀតគឺពួកយើងមាន team member 5នាក់ដែល team member ទាំងអស់នោះគឺ entrepreneur យើង present នៅក្រោម course the ultimate soft skill lecture គឺកុសមាហើយក្រុមរបស់ពួកយើងមាន5នាក់នេះគឺសុទ្ធតែជាអ្នករៀន Bachelor of Computer Science made specialize software engineering ហើយ generation 10 ដែលមាន5នាក់គឺដូចជា Key Arifin ថាបុណរតអេងវិរិយសត្យានិងសុននេវលីនិងខ្ញុំគឺចង្រយុតោះយើងទៅមុខទៀតអូខេអញ្ចឹងតើតើជាមួយបញ្ហាគឺបញ្ហាគឺដោយសារតែជនពិការគឺគាត់តកតងជាមួយនឹងជនពិការគឺតកតងមួយ lack of connection ឬហើយ lack of connection មានន័យថាជនពិការក៏គាត់បាត់បង់ក្នុងការទំនាក់ទំនងគយអត់សូវមានអ្នករាប់អានគាត់ limited job opportunity គាត់ក៏បាត់បង់ឱកាសការងារហើយ accessibility barrier នឹងបន្ថែមទៀតតកតងមួយចំពោះមួយទៀតគឺពួកយើងក៏បានរកទិន្នន័យច្បាស់ដែលយកចេញពីក្នុងតាមក្នុង Google គឺឬក៏ PWD rate in Cambodia នៅក្នុងចំណោមប្រជាជនទាំងអស់មានប្រជាជន 4.9% ដែលជាជនពិការហើយប្រជាជននោះគឺ7,500 នាក់ដែលបានធ្វើការងារមានន័យថាប្រជាជនពិការដែលមានត្រឹមតែ 7,500 នាក់តែប៉ុណ្ណោះក្នុងចំណោមប្រជាជន10.5 million people ដែលជាអ្នកធ្វើការងារហ្នឹងអូខេ so ដើម្បីបញ្ជាក់ម្ដងទៀតគឺមានន័យថាបើសិនជាប្រៀបធៀបទៅមានន័យថាក្នុងចំណោមប្រជាជនទាំងអស់ដែលគាត់បានធ្វើការងារហ្នឹងមានតែ 0.1% តែប៉ុណ្ណោះដែលគាត់ជាជនពិការហើយមានការងារធ្វើអញ្ចឹងបើសិនជាយើងប្រៀបធៀបទៅនេះបើសិនជាយើងនិយាយអំពីជនពិការដែលក្នុងជនពិការទាំងអស់មានជនពិការត្រឹមតែ 0.9% តែប៉ុណ្ណោះដែលគាត់មានការងារធ្វើអញ្ចឹងប្រយ័ត្នច្រឡំមិញខ្ញុំនិយាយថា 0.1% គឺយើងប្រៀបធៀបជាមួយនឹងអ្នកធ្វើការទូទៅហើយ 0.9% គឺយើងប្រៀបធៀបជាមួយនឹងជនពិការដែលគាត់គ្មានការងារធ្វើនិងជនពិការសរុបទាំងអស់ធៀបជាមួយនឹងជនពិការដែលគាត់មានការងារធ្វើអូខេអញ្ចឹង customer discovery ពួកយើងក៏បានចុះទៅសម្ភាសជនពិការដែលនៅផ្ទះលោកអ៊ំស្រី LK ដែលគាត់ជាបើកហាងចាត់សរសៃអញ្ចឹងកន្លែងហ្នឹងសំទោសកន្លែងហ្នឹងពួកយើងបានសួរគាត់ពីសុខទុក្ខគាត់សួរគាត់ពីការធ្វើការងារគាត់បាននិយាយជាច្រើនទាក់ទងមួយការហើងទាក់ទងជាមួយការមើលស្រាលលើការងាររបស់គាត់អីផ្សេងជាដើមហើយដើម្បីដោះស្រាយរឿងទាំងអស់នេះពួកយើងក៏បាន propose solution មួយគឺពួកយើងបានបង្កើត app ហើយ app នោះគឺអាចឲ្យជនពិការគាត់អាចចុះឈ្មោះ register តាមហ្នឹងហើយគាត់អាចស្វែងរកការងារតាមរយៈហ្នឹងដូចជាមានដូចយើងអាច update CV របស់គាត់ក៏អាចស្វែងរក company ដែលគាត់ looking for ហើយមួយវិញទៀត company ក៏អាច looking for employee ដែលជាជនពិការហ្នឹងដែរដោយពេលដែលយើងចុះឈ្មោះគឺយើងមានជា employee partner និងជនពិការ partner នេះហើយអូខេអញ្ចឹងបន្តមកទៀតគឺយើងចូលទៅដល់ target customer អញ្ចឹង target customer គឺយើងគិតទៅលើ all gender តែម្ដងប៉ុន្តែយើងចន្លោះចាប់ពីអាយុ18ឆ្នាំរហូតដល់60ឆ្នាំដែលជនពិការគឺគាត់ពេញវ័យក៏គាត់អាចមានសិទ្ធិរកការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួនឯងបណ្ដាដែរហើយតែតងមួយ organization របស់យើងគឺយើងគិតជា small businesses cooperation office និង NGO ហើយតកតងមួយនឹង value proposition របស់យើងគឺ empowering job ឲ្យជនពិការគាត់មានឱកាសកាន់តែច្រើនក្នុងការស្វែងរកការងារហើយនិងមួយទៀតគឺ market validation របស់យើងគឺ target audience analysis employers demand and competitive or research social impact and brand អូខេតកតងមួយ competitor analysis របស់យើងគឺយើងមានដៃគូដែល
យើងមានគូប្រកួតប្រជែងរបស់យើងគឺដូចជា Campbell Job ហើយនឹងbongthom.com តែចំពោះwebsite ទាំងពីរហ្នឹងគឺយើងឃើញថាអត់សូវមានកន្លែង empowering job seeker ហ្នឹងគឺអត់មានដូចជាខ្វែងហើយតែចំពោះUnable Work Solution របស់យើងវិញគឺយើងឃើញថាមានសញ្ញាគេទាំងអស់ដោយសារតែយើងអាច provide service ទាំងអស់នោះបានបន្តមកទៀតគឺ partner របស់យើងគឺយើងមានដូចជាអង្គការជនពិការកម្ពុជាសាលារៀន CIT និងក្រសួងសង្គមកិច្ចអតីតយុវជននិងយុវអូខេអញ្ចឹងមកវិញទៀតគឺ team member របស់ពួកខ្ញុំដែលខ្ញុំបានរៀបរាប់ខាងលើនេះដែរគឺមានដូចជា communication designer customer service and marketing ហើយ scalability របស់យើងគឺឬក៏ cross strategy ហ្នឹងគឺ version 1របស់យើងគឺយើងធ្វើក្នុង local ទេហើយ version 2របស់យើងគឺយើងចាប់ផ្ដើមធ្វើវានៅក្នុងប្រទេសយើងទាំងមូលតែម្ដងគឺមានថា25ខេត្តក្រុងបន្តមកទៀត version 3ពួកយើងចាប់ផ្ដើម integrate វាជាមួយនឹង international ផងដែរហើយនេះគឺជា reference របស់យើងអូខេអញ្ចឹងបន្ទាប់ពីអស់ហើយពួកយើងក៏មាននេះទៀតដែរហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានការ page របស់ពួកខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា